ប្រាសាទតាមាន់ទូចប្រាសាទតាមាន់ទូចកសាងឡើងដោយព្រះបាទជ័យវរ្ម័នទី7ការកសាងនៅក្នុងសតវត្សទី12ដើម្បីឧទ្ទិសថ្វាយព្រះពោធិសត្វកៃសិចគូរូហើយរចនាបថវិញអរោយសាលារីឯស្ថាបត្យកម្មវិញគឺរចនាបថបាយ័នដោយទីតាំងស្ថិតនៅភូមិព្រៃវែងឃុំគោកមុនស្រុកបន្ទាយអំពិលខេត្តឧត្តរមានជ័យយោងតាមសិលាចារឹកដែលបានរកឃើញនៅប្រាសាទតាព្រំព្រះបាទជ័យវរ្ម័នទី7បានសាងសង់អរោយសាលាចំនួន102អរោយសាលាបានរីករាលដាលពាសពេញអាណាចក្រតាមបណ្ដោយផ្លូវធំៗនៅក្បែរមន្ទីរពេទ្យនីមួយៗមានវិហារមួយគេជឿថាមន្ទីរពេទ្យខ្លួនឯងសាងសង់ពីឈើសិលាចារឹកជាច្រើនជាភាសាខ្មែរនិងសំស្ក្រឹតត្រូវបានគេរកឃើញនៅជិតអរោយសាលាទាំងនេះទាក់ទងនឹងមន្ទីរពេទ្យទាំងនេះសាលាចារឹកប្រាសាទតាមាន់ទូចសរសេរជាភាសាខ្មែរមាន4ផ្ទាំងសាលាចារឹកនេះចាប់ផ្ដើមដោយខគម្ពីរសម្រាប់ការថ្វាយបង្គំព្រះសម្មាសម្ពុទ្ធអមដោយកាន់សម្រាប់ព្រះបាទជ័យវរ្ម័នទី7នៅលើផ្ទាំងទី2វានិយាយអំពីបេសកកម្មរបស់ស្ដេចនៅក្នុងការសាងសង់អរោយសាលាការកសាងរូបព្រះពុទ្ធវេររចនៈនៅការរៀបចំមន្ត្រីឲ្យធ្វើការនៅមន្ទីរពេទ្យការសរសេរនៅលើផ្ទាំងទី3អាចមើលឃើញតិចតួចសិលាចារឹកនៅលើផ្ទាំងទី4គឺជាបញ្ជីដែលធ្វើតាមព្រះរាជបញ្ជាដែលហាម5មនុស្សមិនឲ្យធ្វើដល់ប្រាសាទនិងអ្នកណាដែលមិនគោរពតាមបញ្ជានឹងត្រូវទទួលទោសសិលាចារឹកបញ្ចប់ដោយពាក្យជូនពរព្រះបាទជ័យវរ្ម័នទី7សូមប្រសិទ្ធពរសិរីមង្គលវិបុលសុខមហាប្រសើរចម្រើនរុងរឿងជានិរន្តរ៍